សួស្តីនិស្សិតពេទ្យទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលគួរឲ្យចាប់អារម្មណ៍ហើយជាជំងឺដែលកើតច្រើននៅក្នុងស្រុកខ្មែរយើងផងដែរចំណងជើងដែលត្រូវនឹងលើកឡើងគឺជំងឺក្រិនថ្លើមភាសាបារាំងហៅថា Cirrhosis អង់គ្លេសហៅថា Hepatic Cirrhosis ខ្ញុំនឹងលើកឡើងតើអ្វីទៅជានិយមន័យរបស់វាមូលហេតុនៃការក្រិនថ្លើមនោះគឺអ្វីហើយថាតើក្នុងការធ្វើរោគវិនិច្ឆ័យតើយើងត្រូវធ្វើដូចម្ដេចឲ្យផ្អែកទៅលើ clinic ដែលជារោគសញ្ញាហើយនឹង para clinic ដើម្បីជួយស្វែងរកនិងបញ្ជាក់ថាតើការធ្វើរោគវិនិច្ឆ័យនេះត្រឹមត្រូវដែរទេហើយតើយើងត្រូវធ្វើរោគវិនិច្ឆ័យ differentiate យើងថា diagnostic differentiate ថាតើផាត់ចោលជំងឺនោះយ៉ាងដូចម្ដេចថាតើជំងឺក្រិនថ្លើមនេះវាមានផលវិបាកអ្វីដែលគួរឲ្យកត់សម្គាល់ឬក៏អាចធ្វើឲ្យជំងឺស្លាប់ដែរឬទេព្រមទាំងការបញ្ជាក់អំពីការព្យាបាលមួយចំនួនផងដែរបាទអញ្ចឹងយើងនឹងធ្វើការបកស្រាយដូចតទៅជាទូទៅថ្លើមរបស់យើងថាមាន1គីឡូ4ខាំយើងថាអាចថា1គីឡូកន្លះហើយវាស្ថិតនៅក្នុងផ្នែកខាងស្ដាំហៅថា Ibokong យើងថាជា Ibokong ធាត់ជាទូទៅបើយើងនិយាយអំពីរចនាសម្ព័ន្ធនៃ anatomy នៃថ្លើមគឺថ្លើមចែកចេញជា4លូបគឺចែកចេញជា4ខ្លែបឆ្វេងស្ដាំលូបកូដេហើយនិងលូបការ៉េផងដែរបើយើងផ្អែកទៅលើការផ្ដោតនិយមន័យរបស់វាគឺគេបញ្ជាក់ទៅលើការច្រប់សាច់ជក់ទឹកនៃការក្រិនថ្លើមប៉ុន្តែវិទ្យាសាស្ត្រលើមានការជឿនលឿនយើងគ្រាន់តែធ្វើរោគវិនិច្ឆ័យដោយមិនចាំបាច់ច្រប់សាច់ក៏បានដែរដំបូងទីយើងត្រូវស្គាល់និយមន័យវាសិនតើអ្វីទៅជាជំងឺក្រិនថ្លើមជំងឺក្រិនថ្លើមគឺជាការប៉ះពាល់គ្រប់ទីកន្លែងទាំងអស់ឬក៏មួយកន្លែងនៃកោសិកាថ្លើមអាចមានលក្ខណៈជាក្រិនទី1គឺមានលក្ខណៈក្រិនទី2ជាណូឌីលជាដុំសាច់មូលតូចហើយនឹងអាចប៉ះពាល់នឹងរចនាសម្ព័ន្ធកោសិកាថ្លើមដែលល្អដល់តែទៀតនេះគឺជានិយមន័យរបស់វាបើសិនជាយើងកលេចទៅមើលនេះគឺជាថ្លើមមួយដែលល្អហើយខាងក្រោមនេះគឺជាថ្លើមមួយដែលក្រិនទៅហើយគឺវាមានលក្ខណៈជាលក្ខណៈក្រិនមានណូឌីលហើយរចនាសម្ព័ន្ធរបស់កោសិកាថ្លើមមិនដូចមុនទេបើយើងក៏លេចមើលទៅលើមូលហេតុដែលជួបញឹកញាប់ច្រើនជាងគេនោះនៅក្នុងការក្រិនថ្លើមគឺអាកុលនេះហើយដែលមានលក្ខណៈកើតច្រើនជាងគេបំផុតហើយទី2នេះគឺដោយសារតែអាការឆ្លងនៅគេថា hepatitis B ហើយនិង C BC យើងថារលាកក្រិនជំងឺរលាកថ្លើម B និង C ដោយសារតែ virus ដោយសារតែ virus នេះឯងហើយបន្ទាប់មកទៀតដោយសារតែគេហៅថា malinitiation គឺការលើសពិសេសគឺលើសដៃ hemochromatosis ជំងឺលើសជាតិដែកនេះហើយដែលក៏យើងថាជាជំងឺដំណពូជដែលអាចធ្វើឲ្យគាត់ក្រិនថ្លើមផងដែរមូលហេតុទី4នោះគឺជាជំងឺដែលការបំផ្លាញថ្លើមដោយសារប្រវត្តិដោយខ្លួនឯងដែលមានអង្គទីកឬក៏មួយទៀតដោយសារតែ leakage ដោយសារគ្រោះនៅក្នុងថង់ទឹកបំផាត់ដោយមិនមានការព្យាបាលត្រឹមត្រូវនេះគឺជាមូលហេតុដែលជួបញឹកញាប់ជាងគេជាក់ស្ដែងដោយនៃជំងឺក្រិនថ្លើមតែម្ដងគឺការផឹកស្រាដែលពិសេសគឺការផឹកស្រាចំពោះមនុស្សប្រុសនេះលើសពី60ក្រាមក្នុងមួយថ្ងៃហើយចំពោះមនុស្សស្រីវិញលើសពី40ក្រាមក្នុងមួយថ្ងៃនោះជាកត្តាដែលងាយធ្វើឲ្យគាត់បង្កើតជាជំងឺក្រិនថ្លើមនេះហើយបើយើងក៏លេចមើលទៅលើការធ្វើរោគវិនិច្ឆ័យនៃ cirrhosis នៃការក្រិនជំងឺក្រិនថ្លើមដោយសារអាល់កុលនេះឯងគឺយើងមានរោគសញ្ញាដូចតទៅដោយយើងបែងចែកជាសង្គ្រាម2សំខាន់យើងអាចថាជាសង្គ្រាមជាស៊ីនក៏បានដែរស៊ីននេះ insuffisance hépatocellular គឺរោគសញ្ញានៃជំងឺខ្សោយនៃកោសិកាថ្លើមដែលយើងឃើញរោគសញ្ញាដំបូងគេបំផុតនោះគឺហៅថា icter គឺជំងឺហៅថាខាន់លឿងយើងជារោគសញ្ញាខាន់លឿងទី2ដែលយើងក៏លេចឃើញមាន Oncostalia ដែលមានលក្ខណៈក្រហមនៃសរសៃឈាមនៅរីកធំដែលស្ថិតនៅពីច្រើនគឺស្ថិតនៅលើទ្រូងខ្នងហើយនៅអវយវៈខាងលើរោគសញ្ញាបន្ទាប់ទៀតនោះគឺយើងឃើញមានគេហៅថា hypocratisme digital ដោយសារតែកង្វះ epoxy chronic នោះទៅជាកត្តាមូលហេតុ
hơi nâng khơi miên rục sỉ nhà sinh là thom một tiết cứ sinh ý về tổng số bọc tà nhưng thá đại sa tại bên cả tầngใน pressure ใน speed ได้นึกน้องแหวนปอกได้รกสัญญาយើងសង្កេតឃើញដូចជា splenomegaly គឺយើងឃើញអណ្ដើកនេះគឺមានលក្ខណៈ rectum តែម្ដងបាទនេះគឺអណ្ដើកធម្មតានេះគឺអណ្ដើក rectum ដែលយើងស្ទាបទៅផ្នែកខាងឆ្វេងក្រោមឆ្អឹងជំនីយើងឃើញមានប៉ះជាមួយនឹងដៃរបស់យើងសង់ទាយើងមានអារម្មណ៍ថាវាមាន rectum ខុសពីធម្មតាហើយរកសញ្ញាបន្ទាប់ទៀតនោះគឺយើងឃើញមានទីទឹកបាទនេះគឺទីទឹកអាចមានលក្ខណៈអាចមានទឹកច្រៅទឹកតិចទៅតាមប្រភេទការវិវត្តនៃជំងឺរបស់គាត់ហើយនឹងបន្តមកទៀតគឺយើងឃើញ circulation កង្វែងនៅ collateral គឺយើងឃើញមានអសរសាយវ៉ែនធំរិចដោយសារតែការចោលដូចឈាមមិនអាចឡើងនៃការធ្វើដំណើរធម្មតារបស់ចរន្តឈាមដែលនៅក្នុង system ប៉ោះបើយើងក៏លេចមើលទៅលើការធ្វើរោគវិនិច្ឆ័យមួយទៀតមិនយើងបាននិយាយពី clinic ឥឡូវយើងចូល para clinic ដែលយើងបញ្ជាក់ថាតើរោគវិនិច្ឆ័យដែលយើងគិតនោះវាត្រឹមត្រូវដែរទេប៉ុន្តែបញ្ជាក់ថា laboratoire para clinic គឺវាមិន specific ដូចទេដែលយើងអាចសង្កេតដែលយើងអាចដោះសារយើងអាចយកឈាមទៅមើលដូចជា gamma GT មានការកើនឡើង EGR មានការកើនឡើងបើសិនជា0ដូចជា0ដោយសារតែក្រិនថ្លាប់ដោយសារតែគាត់ផឹកស្រាហើយមានភូសវតាកាលីនវាអាចឡើងឬក៏អាចធម្មតាអ្វីដែលយើងឃើញនោះគឺឃើញមានអាល់ប៊ូមីនហើយនឹង TP របស់គាត់មានការធ្លាក់ចុះបើសិនជាគាត់មានលក្ខណៈយើងថាជាសិញនៃការខ្សោយកោសិកាថ្លើម insuffisance hepatocellulaire អ្វីដែលសំខាន់នោះគឺមាន TP ហើយនឹង factor 5 factor sign យើងថា TP ទៅនឹង proton beam មានលក្ខណៈធ្លាក់ចុះហើយនឹង factor ទី5មកវាមានលក្ខណៈធ្លាក់ចុះនោះបញ្ជាក់ថាគាត់មានជំងឺខ្សោយនៃកោសិកាថ្លើមទៅហើយជារោគសញ្ញាមួយដែលធំដែលយើងបានបែងចែកក្នុងការធ្វើរោគវិនិច្ឆ័យ2បញ្ជាក់ម្ដងទៀតទី1គឺ single insuffisance hepatocellulaire មានន័យថាជាមានសញ្ញានៃការខ្សោយកោសិកាថ្លើមហើយទី2គឺ single hypertension portal គឺជាសញ្ញានៃការតឹងសម្ពាធក្នុង system ប៉កពិសេសគឺនៅម្ដុំថ្លើមនេះបើយើងក៏លេចមើលទៅលើថាតើក្នុងការធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់ថាគាត់ភាគច្រើនអាកុលសាគាត់ផឹកស្រាលើសពីបរិមាណមួយកំណត់ដែលថ្លើមមិនអាចទ្រាំទ្របានបញ្ចេញជាតិពុលនោះបានតុកស៊ីកនៃកោសិកាថ្លើមនោះតើយើងធ្វើរោគវិនិច្ឆ័យ diagnostic differential ជាមួយនឹងការពុលស្រាដូចម្ដេចដល់យើងផ្អែកទៅលើគិតថាតើគាត់សួរគាត់ថាតើគាត់អាចមានជំងឺកណ្ដុរដោយសារតែ hepatitis B ឬក៏ C ដែរទេអញ្ចឹងដើម្បីបញ្ជាក់ថាតើគាត់មានជំងឺកណ្ដុរដោយសារ BC នោះគឺយើងស្វែងរកនៅ antigen HBS បើសិន negative មានន័យថាគាត់មិនមានជំងឺរលាកថ្លើម B ទេទីទៅវិញបើសិនជាគាត់មានជំងឺរលាកថ្លើម B មានន័យថាគាត់អាចកណ្ដុរដោយសារជំងឺរលាកថ្លើម A នេះឯងមួយវិញទៀតបើសិនជាយើងសង្ស័យថាគាត់មានជំងឺរលាកថ្លើម C ហើយយើងត្រូវស្វែងរកឈាមនៅក្នុងឈាមរបស់គាត់នៅអង្គទីកអង្គទី HCV បើសិនជាមិនមានន័យថាគាត់មិនមានជំងឺរលាកថ្លើម C ទេតែបើមានន័យថាគាត់មានជំងឺរលាកថ្លើម C នេះឯងអញ្ចឹងយើងអាចគិតបានហើយថាទី1យើងអាចធ្វើថាសួរគាត់ថាគាត់អាចមានផឹកស្រាទេបើសិនផឹកស្រាគាត់អាច zero before ដោយសារតែ alcoholic ដែលជួបញឹកញាប់ទី2អាចដោយសារ hepatitis B ឬក៏ C ដែលយើងបានរៀបរាប់ដូចតទៅហើយមួយទៀតនោះគឺដោយសារតែ genetic ពងគាត់ដោយសារតែមានការផលិតជាតិដែកនោះច្រើនដោយសារតែគាត់ប្រើប្រាស់ដែកលើសបរិមាណកំណត់ដែលហៅថា hemochromatosis ដែលពីច្រើននេះជាជំងឺ genetic ពីកំណើតយើងហៅថាហ្នឹងហើយពីកំណើតនេះគឺជាផលវិបាកតើ complication ផលវិបាកនៃជំងឺកណ្ដុរថ្លើមមានអ្វីខ្លះយើងរៀបរាប់ដូចតទៅទី1គឺ hemorrhagic digestive ដោយសារតែការរហែកនៃសរសៃវ៉ែនដែលស្ថិតនៅក្នុងកនៃក្រពះនេះតែម្ដងដោយសារតែកោសិកាថ្លើមនេះឡើងរឹងហើយដូច្នេះសរសៃវ៉ែនឈាមដែលត្រូវរត់ពីក្រោមឡើងលើនេះមិនអាចរត់ឡើងបានទេជាមូលហេតុធ្វើឲ្យមានការធ្លាយនៃសរសៃវ៉ែននៅក្នុងអូសូហ្វាឬក៏នៅនឹងក្រពះផងដែរអញ្ចឹងដែលហៅថា hemorrhagic digestive ដោយសារតែ rupture wine esophageal ហើយមួយវិញទៀតនេះជាការបញ្ជាក់នៃការរីក
ប៉ោងនៃសរសៃវ៉ែនដែលងាយនឹងធ្វើឲ្យគាត់មានការហូរឈាមអាចធ្វើឲ្យគាត់គ្រោះថ្នាក់ដល់ជីវិតផងដែរផលវិបាកទី2នោះគឺការកើតជំងឺទីទឹករបស់គាត់ហើយការដែលជាមូលហេតុធ្វើឲ្យមានសង្ទ្រមអេប៉ាតូរីណាគឺមានការខ្សោយនៃតម្រងនោមនៅពេលនោះដោយសារតែតម្រងនោមប្រឹងបិទសរសៃឈាមដែលធ្វើឲ្យ stiction នៃ arterial អញ្ចឹងធ្វើឲ្យមូលហេតុធ្វើខ្សោយតម្រងនោមក្នុងរយៈកាលថា insuffisance renal functional មួយពេលហ្នឹងតែម្ដងផលវិបាកទី2មិញយើងបានឲ្យថាទី2គឺទីទឹកនេះមិនខុសគ្នាបានដែរគឺទីទឹកធ្វើឲ្យគាត់មានសភាពមួយហើមមិនត្រឹមតែទីទឹកនៅពោះទេគឺអវយវៈក្រោមរបស់គាត់ក៏មានលក្ខណៈហើមផងដែរផលវិបាកទី3នោះគឺ encephalopathy hepatic គឺមានការពុលដល់ system nervous ប្រព័ន្ធខួរក្បាលរបស់គាត់ធ្វើឲ្យគាត់អាចវង្វេងវង្វាន់ដែលមានសភាពធ្ងន់ធ្ងររហូតទៅដល់យើងហៅថាសន្លប់នោះឯងដែលគេបែងចែក encephalopathy ជា3 start A start 2 start 3 start A គឺនិយាយថាconscious គាត់ normal ក៏ប៉ុន្តែគាត់មាន asterisis មានការប៉ះពាល់តិចតួចនៃរោគសញ្ញាទាក់ទងប្រសាទហើយទី2គឺហៅថា trouble conscious អាចមានសភាពមួយមានវេទវង្វាន់ហើយមិនស្គាល់បងប្អូនឧទាហរណ៍អញ្ចឹងហើយ start ទី3នោះគឺគាត់សន្លប់ឬអាចជាមួយនឹងគេហៅថា ödem ហើមនៃកោសិកាខួរក្បាលតែម្ដងផលវិបាកទី4ដែលយើងប្រទះឃើញនោះគឺការឡើងលឿងនេះឯងដែលហៅថា icter ហើយផលវិបាកទី5គឺយើងថាមាន infection មួយទៀតដោយសារ liquid នៃ acid នៃទឹករបស់គាត់នៃទីទឹករបស់គាត់ដំណាក់កាលចុងក្រោយគឺមហារីកនេះឯងហៅថា cancer ឬក៏ cancer du foie ជាដំណាក់កាលចុងក្រោយរបស់គាត់ហើយបើយើងក៏លើកមើលទៅលើការព្យាបាលដែលយើងcầnថ្លើមគឺយើងព្យាបាលនឹងរោគសញ្ញាប៉ុណ្ណោះទប់នៃការវិវត្តរបស់វាអញ្ចឹងការព្យាបាលរបស់យើងប្រើប្រាស់ថ្នាំដោយឧទាហរណ៍ដូចជាការព្យាបាលទី1គឺអាស៊ីតទីទឹករបស់គាត់ដែលយើងប្រើពួកថ្នាំបញ្ចុះទឹកនោម diuretica យើងអាចប្រើពួក antialdosterone aldactone ពី100ទៅ400មីលីក្រាមក្នុងមួយថ្ងៃឬ lacilic បើសិនជា Essex aldactone 20ទៅ80មីលីក្រាមក្នុងមួយថ្ងៃទី2បើសិនជាគាត់មាន infection មានក្តៅខ្លួនដោយសារតែ liquid acid គាត់ហ្នឹងយើងប្រើពួក antibiotic antibiothérapie ដោយប្រើពួក Augmentin cephalosporin toxination ឬក៏ពួក quinolone ប៉ុន្តែបើសិនជាក្នុងករណីដែលគាត់មាន encephalopathy គាត់ toxic ដល់កោសិកាប្រព័ន្ធប្រសាទរបស់គាត់ហើយយើងប្រើថ្នាំបញ្ចុះលាមកយើងប្រើពួក lactulose ដែលថ្នាំមានយើងប្រើឈ្មោះnon commercial គឺ Diflac ហើយប្រើពី50ទៅ100ក្រាមក្នុងមួយថ្ងៃហើយដំណាក់កាលចុងក្រោយបើយើងព្យាបាលទៅលើក្នុងករណីដែលគាត់មហារីកយើងហៅថា CHC carcinoma hepatocellular នោះកងសែដំណាក់កាលចុងក្រោយមានតែធ្វើការវាកាត់ដូរកាត់ផ្នែកដែលក្រិនចោលយើងអាចប្លុកនៃកោសិកាមហារីកដោយប្រើអាកុលដោយប្រើពួក chimio embolisation គឺផ្ដាច់អាទែដែលធ្វើឲ្យកោសិកាថ្លើមមហារីកនោះហើយនឹងដំណាក់កាលចុងក្រោយគឺយើងធ្វើផ្លាស់ប្ដូរថ្លើមនេះឯងធ្វើការវាកាត់ផ្លាស់ប្ដូរថ្លើមហៅថា transplantation hepatica នេះជាដំណាក់កាលនៃផលវិបាកចុងក្រោយដែលយើងថាមហារីកត្រូវតែធ្វើការផ្លាស់ប្ដូរថ្លើមបានអាចបន្តជីវិតបានហើយនៅក្នុងការធ្វើរូបវិនិច្ឆ័យតើកម្រិតនៃការស្លាប់របស់គាត់កម្រិតណាដែលយើងប្រើគេហៅថា classification de prognostic de survie ដែលយើងប្រើគឺ classification នៃ Charles Put បាទ classification នេះសូមនិយាយខ្លីៗដោយ Charles Put ហ្នឹងដើម្បីធ្វើការបែងចែកតើគាត់មានផលវិបាកឬក៏ប៉ះពាល់ដល់ជីវិតគាត់កម្រិតណាដោយមិនធ្វើការរៀបរាប់ស៊ីជម្រៅនោះទេបាទសូមអរគុណចំពោះការចំណាយពេលដ៏មានតម្លៃសម្រាប់ការទស្សនាវីដេអូនេះគោលបំណងសម្រួលដល់និស្សិតពេទ្យក្នុងការសិក្សាពិសេសគឺឆ្នាំទី1ទី2ទី3តែម្ដងគឺ page Facebook Gem Physiology បាទសូមអរគុណចំពោះការតាមដាន